ព្រះធម៌ខ្សែលេខ18ក្នុងគម្ពីរមហាប្រធានណាសិក្សានៅសាលារៀនខេត្តបាត់ដំបងចឹងចឹងនៅក្នុងបញ្ហាវិរៈទី3នេះមាន9ចំណុចណាហើយក្នុងចំណុចទី9ហ្នឹងវាខុសពីបញ្ហាវិរៈទី1ក្នុងចំណុចទី10ហ្នឹងបច្ច័យក៏ខុសគ្នាណាបច្ច័យក្នុងបញ្ហាវិរៈទី1អត់មានអរហត្តមគ្គទេណាកុសលចិត្តតែ20ទេហើយបញ្ហាវិរៈទី3នេះគឺមានអរហត្តមគ្គផងបានទៅជាកុសល21ណាមកអំពីប្រព្រឹត្តទៅនៅក្នុងព្រះអសេខបុគ្គលផងណាប្រព្រឹត្តទៅនៅក្នុងព្រះអរហន្តណាមានការពិចារណានៅអរហត្តមគ្គជាដើមហ្នឹងតែអញ្ចឹងបានជាក្នុងតួបច្ច័យហ្នឹងមានអរហត្តមគ្គហ្នឹងផងអាហ្នឹងចំណុចមួយដែលខុសគ្នាអំពីបញ្ហាវិរៈទី1បញ្ហាវិរៈទី1ចំណុចទី10ណាកុសលខន្ធេអីដូចគ្នាហើយក្នុងបញ្ហាវិរៈទី1មានអធិវិធញ្ញាណសៈតែនៅក្នុងបញ្ហាវិរៈទី3នេះអត់មានអធិវិធញ្ញាណសៈទេមកពីអីណាមកពីអីមកពីនៅក្នុងសេចក្តីនេះមិនមែនបានដីទៅព្រះអរហន្តលោកអត់មានរិទ្ធទេណាមិនមែនទេវាគ្រាន់តែថាក្នុងបញ្ហាវិរៈបច្ច័យវាជាកុសលណាឯចំណែកអធិវិធញ្ញាណនេះគឺត្រូវមានរូបាវចរៈបញ្ញមច្ឆានដែលជាអារម្មណបច្ច័យណាកាលណាបើមាននាមធัวជាអារម្មណ៍អញ្ចឹងវាត្រូវមានរូបាវចរៈបញ្ញមច្ឆានដែលជាបាបនេះចម្រើនបានដល់បញ្ញមច្ឆានទៅរួចបានបង្អោនទៅរកអភិញ្ញាដែលប្រព្រឹត្តទៅជាអធិវិធិណាអភិញ្ញាហ្នឹងដើម្បីសម្ដែងរិទ្ធយ៉ាងណាមានរូបាវចរៈនឹងឯងដែលជាអារម្មណបច្ច័យណាហើយដល់ទៅក្នុងកុសលជាបច្ច័យនៃកុសលអធិវិធិហ្នឹងជារបស់បឋិជនឬក៏ជារបស់សេកបុគ្គលអាហ្នឹងវាជាអភិញ្ញាកុសលណាអភិញ្ញាកុសលអាហ្នឹងវាមានរូបាវចរៈកុសលហ្នឹងជាអារម្មណ៍ណាអញ្ចឹងបានជាមានអធិវិធញ្ញាណនោះណាឯមកដល់បញ្ហាវិរៈទី3នេះបច្ច័យជាកុសលឯចំណែកបច្ចយុបណ្ណៈគឺជាអព្យាក្រឹតដល់អញ្ចឹងបើដូចជាព្រះអរហន្តលោកមានអភិញ្ញាកិរិយាគឺលោកចូលបញ្ញមច្ឆានដែលជាកិរិយាណាចូលបញ្ញមច្ឆានដែលជាកិរិយាទៅបញ្ញមច្ឆានជាកិរិយាហ្នឹងជាអារម្មណបច្ច័យនៃអធិវិធិហ្នឹងតែក្នុងបញ្ហាវិរៈនេះបច្ច័យវាជាកុសលណាវាមិនអាចដើម្បីជាបញ្ញមច្ឆានកុសលហើយបានជាព្រះអរហន្តបានទៅជាអធិវិធិទេកន្លែងហ្នឹងអត់អាចទៅរួចទេណាបើដូចជាអាកាសានញ្ចាយតនៈកុសលអាហ្នឹងវាអាចជាអារម្មណបច្ច័យនៃវិញ្ញាណនញ្ចាយតនៈកិរិយាបានណាអកិញ្ចញ្ញយតនៈកុសលវាអាចជាអារម្មណបច្ច័យនៃនេវសញ្ញានេសញ្ញាយតនៈកិរិយាបានដល់ទៅបញ្ញមច្ឆានណាបញ្ញមច្ឆានរូបាវចរៈនេះបញ្ញមច្ឆានដែលជាកុសលហ្នឹងវាមិនអាចជាអារម្មណបច្ច័យនៃអភិញ្ញាកិរិយាបានទេណាអញ្ចឹងអភិញ្ញាកិរិយាអធិវិធិនេះដែលជាកិរិយានេះគឺមានបញ្ញមច្ឆានកិរិយាជាអារម្មណបច្ច័យបាន
តែក្នុងបញ្ហាវិរៈនេះបច្ច័យវាជាកុសលយល់ទេចឹងណាបច្ច័យជាកុសលអញ្ចឹងបានទៅត្រូវដកអិដ្ឋិវិធិញ្ញាណចេញអានឹងបន្តទៅចូលដល់អព្យាកតធัวជាបច្ច័យនៃអព្យាកតធัวដោយអារម្មណបច្ច័យអានឹងបានវាមានអិដ្ឋិវិធិញ្ញាណអភិញ្ញាកិរិយាហ្នឹងវាមានកិរិយាដែលរូបាវចរៈហ្នឹងជាអារម្មណ៍ណាហ្នឹងទៅដកកន្លែងហ្នឹងមួយដកអិដ្ឋិវិធិញ្ញាណហ្នឹងណាប៉ុណ្្នឹងឯងសេចក្តីដែលខុសអំពីបញ្ហាវិរៈទី1នោះហើយក្នុងបញ្ហាវិរៈទី3ហ្នឹងដកអិដ្ឋិវិធិញ្ញាណចេញមែនប៉ុន្តែថែមអីមកវិញថែមអវចនៈហើយចុះក្នុងបញ្ហាវិរៈទី1មិនក៏មិនដាក់អវចនៈណាមិនក៏មិនដាក់អវចនៈមកនេះមកពីអីណាក្នុងបញ្ហាវិរៈទី1មិនអត់មានអវចនីយៈមកពីអីណាមិនទៅតែមកមាននៅក្នុងបញ្ហាវិរៈទី3នេះមកពីអីប៉ុន្តែមិនមានអវចនីយៈមកពីអីអវចនីយៈជាតិជាអីអវចនីយៈជាស្អីជាកិរិយាមិនចឹងអញ្ចឹងក្នុងបញ្ហាវិរៈទី1បានជាមិនមានព្រោះអីណាគឺមកអំពីទាំងបច្ច័យទាំងបច្ចយុបណ្ណៈគឺជាកុសលដូច្នេះអវចនីយៈវាជាកិរិយាវាអត់មែនជាកុសលមិនចឹងណាដូច្នេះមកបញ្ហាវិរៈទី3នេះអវចនីយៈហ្នឹងវាជាកិរិយាណាហើយនៅក្នុងសេចក្តីនេះនៅក្នុងបាលីវិធីណាក្នុងបាលីវិធីហ្នឹងគឺមានហសិតបត្តិផងចឹងកុសលធម្មោអព្យាកតស្សៈធម្មសៈអរមណបច្ចយេនបច្ចយោកាមាវចរៈណាកាមាវចរៈកិរិយាវាមាន10ណាវាមាន10វាតែបញ្ញទ្វេរវចនៈទេដូច្នេះវាមានហសិតបត្តិតែក្នុងបាលីដែលបកស្រាយមកនេះគឺព្រះសម្មាសម្ពុទ្ធព្រះអង្គពុំបានសម្ដែងនៅក្នុងហសិតបត្តិនេះទេពីព្រោះហសិតបត្តិនេះវាអាស្រ័យនឹងអភិញ្ញាកាលណាបើអភិញ្ញាប្រព្រឹត្តទៅដើម្បីដឹងចិត្តអ្នកដទៃយ៉ាងណាដឹងជីវិតដឹងអត្តភាពរបស់អ្នកដទៃយ៉ាងម៉េចទៅចេញពីអភិញ្ញានឹងមកគឺមានហសិតបត្តិចិត្តនេះកើតឡើងក្នុងប្រខ័យណាស្របហ្នឹងណាហើយក្នុងសេចក្តីហ្នឹងព្រះអង្គអត់បានសម្ដែងទេប៉ុន្តែនៅក្នុងបាលីវិធីមានហសិតបត្តិណាដែលមានកុសលចិត្តនឹងជាអារម្មណបច្ច័យនោះណានឹងប៉ុណ្្នឹងឯងហើយបានកណ្ដាលបន្ទាត់មកដាក់ថាប្រយើងត្រូវចែកទៅនៅក្នុងកាលភូមិបុគ្គលទ្វាណាដោយកាលភូមិបុគ្គលទ្វាកាលភូមិបុគ្គលទ្វាកាលភូមិបុគ្គលទ្វាហើយកាលភូមិបុគ្គលទ្វាចុះបន្តមកដោយកាលគឺប្រព្រឹត្តទៅក្នុងបវត្តិកាលណាបើវងកញ្ចក់ចំពោះតែបច្ច័យណាបើបច្ចយុបណ្ណៈវាប្រព្រឹត្តទៅក្នុងបរិសន្ធិកាលដែរណាបើវងកញ្ចក់ទៅចំពោះតែបច្ច័យបើវងចោសេចំពោះតែបច្ច័យដកគ្នាទៅសេឲ្យអស់បន្តិចទៅតែបើបច្ចយុបណ្ណៈតែបើបច្ចយុបណ្ណៈណាមានបដិសន្ធិកាលផងដែរណាមានបដិសន្ធិកាលផងដែរណាហើយបិទវងចោលវិញមក
យល់ដែរសេចឹងចំពោះបច្ច័យវាជាកុសលណាកុសលវាអត់ដែលមានក្នុងបដិសន្ធិកាលទេមិនចឹងបងណាកុសលវាមាននៅក្នុងប្រវត្តិកាលប៉ុន្តែចំពោះបច្ចយុប្បន្នៈនេះឃើញទេវាមានវិបាកណាវាមានវិបាកដែលប្រព្រឹត្តទៅនៅក្នុងបដិសន្ធិកាលមានតែណាដូចជាអីណាដូចជាវិញ្ញាណញ្ចាយតនៈវិបាកណាឬក៏នៃសញ្ញានៃសញ្ញាយតនាវិបាកហើយបើគិតឲ្យតែអត្តអន្តទៅទៀតទៅពិតមែនតែនៅក្នុងបាលីហ្នឹងមិនមានសម្ដែងដូចជាមហាវិបាកណាមហាវិបាកធ្វើកិច្ចបដិសន្ធិអាហ្នឹងក៏ត្រូវក្នុងបញ្ហាវិរៈទី3ហ្នឹងដែរមិនមែនធ្វើតែតតិលំបណៈទេមហាវិបាកហើយមានកុសលជាអារម្មណ៍ទៀតព្រោះកាលណាបើកុសលនឹងជាអារម្មណ៍របស់មរណាសន្និជីវ័នឬកម្មកុសលកម្មនឹងវាជាអារម្មណ៍របស់មរណាសន្និជីវ័នមរណាសន្និជីវ័ននឹងរលត់ទៅចុតិទៅមហាវិបាកអាចបដិសន្ធិបានណាកុសលវិបាកតែជាកាមវិរៈហ្នឹងបដិសន្ធិបានដោយសារមានកុសលជាអារម្មណ៍អាហ្នឹងនៅតែកុសលជាអារម្មណ៍មិនជាអារម្មណ៍អនបច្ច័យនៃវិបាកដែលជាអព្យាក្រឹតបានដូចគ្នាទេពិតមែនតែក្នុងបាលីអត់មានសម្ដែងណាអាហ្នឹងក៏ជាចំណុចដែលយើងត្រូវយល់ដឹងទៅក្នុងនឹងផងដែរទាំងណាហើយចុះបន្តមកដោយភូមិគឺប្រព្រឹត្តទៅក្នុងចតៈចុចមួយទៅបញ្ចវោការភូមិណាដោយភូមិគឺប្រព្រឹត្តទៅក្នុងចតៈចុចមួយទៅបញ្ចវោការភូមិណារួចហើយចុះបន្តមកដោយបុគ្គលគឺប្រព្រឹត្តទៅក្នុងបឋិជននិងផលៈបុគ្គល4ពួកណាដោយបុគ្គលគឺប្រព្រឹត្តទៅក្នុងបឋិជនណាបើដាក់បឋិជនទៅទេអញ្ចឹងគឺបឋិជនទាំងអស់ហើយតែបឋិជនហ្នឹង4ពួកនោះនិងផលៈបុគ្គល4ពួកណាហើយណាចំតត់មកដោយទ្វាគឺប្រព្រឹត្តទៅក្នុងបញ្ចទ្វានិងមโนទ្វាគឺប្រព្រឹត្តទៅតាមបញ្ញទ្វានិងមโนទ្វាណាបើកវងកញ្ចក់បើកវងចោរួចទៅសរសេរណាបច្ចយុប្បន្នៈប្រព្រឹត្តទៅក្រៅទ្វាក៏មានបច្ចយុប្បន្នៈប្រព្រឹត្តទៅក្រៅទ្វាក៏មានអានឹងយើងត្រូវដាក់បញ្ជាក់ខ្លួនយើងឯងពីព្រោះរឿងដែលជាកាលភូមិបុគ្គលទ្វានេះគឺនិយាយពីបច្ច័យណានិយាយពីបច្ច័យប៉ុន្តែយើងគ្រាន់តែដាក់ចំណាំឬក៏សម្គាល់ខ្លួនយើងណាក្នុងវងកញ្ចក់ហ្នឹងតែនិយាយពីបច្ចយុប្បន្នៈណាបច្ចយុប្បន្នៈវាមានប្រព្រឹត្តទៅក្រៅទ្វាក៏មានដែរណាក្រៅទ្វាដែលធ្វើកិច្ចបដិសន្ធិរវាងចតិអីហ្នឹងណាហ្នឹងវាក្រៅទ្វាតែចំពោះបច្ចុប្បន្នៈទេបើចំពោះតួបច្ច័យវាប្រព្រឹត្តទៅក្នុងបញ្ញទ្វាណាកុសលប្រព្រឹត្តទៅតាមបញ្ញទ្វាជាអារម្មណបច្ច័យនៃចេតោបរិយញ្ញាណណាចឹងណាហ្នឹងចឹងទៅឬក៏ក្នុងបញ្ញទ្វាហ្នឹងជាអារម្មណបច្ច័យនៃវិបស្សនាគឺវិបស្សនាហ្នឹងអាចដឹង
កុសលតាមបញ្ញទ្វាអីបានតែហ្នឹងបានថាតួបច្ច័យហ្នឹងវាប្រព្រឹត្តទៅតាមបញ្ញទ្វាទៅដល់ច្រើនតាមមโนទ្វាហ្នឹងប៉ុណ្ណឹងឯងហើយបានដាក់បញ្ហាវិរៈទី4ណាបញ្ហាវិរៈទី4ទៅនៅលេខ4យើងធំណាវាមាន1 2 3 4ហ្នឹងណាណាទី1កុសលធម្មោកុសលាសៈធម្មសាអារមណបច្ចយេនបច្ចយោទី2កុសលធម្មោអកុសលាសៈធម្មសាអារមណបច្ចយេនបច្ចយោទី3កុសលធម្មោអព្យាកតាសៈធម្មសាអារមណបច្ចយេនបច្ចយោទី4អកុសលធម្មោអកុសលាសៈធម្មសាអារមណបច្ចយេនបច្ចយោដាក់សេតណាអកុសលធម្មោអកុសលាសៈធម្មសារួចទៅអារមណបច្ចយេនបច្ចយោណាអារមណបច្ចយេនបច្ចយោអារមណបច្ចយេនបច្ចយោប្រែទៅអកុសលធម៌ជាបច្ច័យនៃអកុសលធម៌ដោយអារមណបច្ច័យអកុសលធម៌ជាបច្ច័យនៃអកុសលធម៌ដោយអារមណបច្ច័យណាហើយអកុសលធម៌ជាបច្ច័យនៃអកុសលធម៌ដោយអារមណបច្ច័យចុះបន្តមកបច្ច័យអកុសលចិត្ត12ដួងចេតសិក27អកុសលចិត្ត12ដួងចេតសិក27ណាអកុសលចិត្ត12ដួងចេតសិក27ប៉ុណ្ណាហើយទៅបច្ចយុបណ្ណៈដូចគ្នាទៅណាបច្ចយុបណ្ណៈអកុសលចិត្ត12ដួងចេតសិក27ដូចគ្នាណាបច្ចយុបណ្ណៈបានដល់ហ្នឹងគូសញ្ញាស្មើណាអកុសលចិត្ត12ដួងចេតសិក27ដូចគ្នាទៅណាចេតសិក27គឺអញ្ញសមាណាចេតសិក13ហើយអកុសលចេតសិក14ទាំងណានឹងយើងរៀនទន្ទិញចេតសិកហ្នឹងឲ្យចាំគ្រប់ទាំង52ចឹងណាផាសាវេទនាសញ្ញាចេតនាឯកកតាជីវិតន្ទ្រិយ៉ាងមនសិការោវិតាកោវិចារោអធិមោខោវិរិយ៉ាងបៃតេឆន្ទោមោហោអរិកាំអណោតបាំងអត់ថចាំងលោភោតិថេមេណោតោសោអ៊ីសាមច្ឆរិយ៉ាងកុកចាំងថៃណាំងមេតខាងវិចេកេឆាសាទភាសតេហេរេអោតបាហាលោភោអតោត្រមច្ឆតតាកាយបស្សទ្ធិចិត្តបស្សទ្ធិកាយលហុតាចិត្តតលហុតាកាយមុទុតាចិត្តមុទុតាកាយកម្មញ្ញតាចិត្តកម្មញ្ញតាកាយបាគុញ្ញតាចិត្តតបាគុញ្ញតាកាយជុកតាចិត្តជុកតាសម្មាវាចាសម្មាកម្មន្តោសម្មាអាជីវករុណាមុទិតាបញ្ញន្ត្រីយ៉ាងគណៈទាំងយើងសិក្សាបន្តទៀតទាំងគណៈមានបញ្ហាគុណចាស់កណាគុណចាស់សោសថាសំសាសួរគ្រូក្នុងបញ្ហាវិរៈទី3កុសលធម្មោជាកតាសៈធម្មសៈរមណបច្ចយេនបច្ចយោត្រង់ចំណុចទី5និងទី6ហ្នឹងបច្ច័យហើយនឹងបច្ចយុបណ្ណៈដូចគ្នាទៀតណាបច្ច័យ
năng phải dục bản nạ đôi kia năng trời hãy chấm phô sẽ khá vía và thôi trên đề vía cậu sẽ lãng ở đây chật táo tộc táo ở nát táo vì bà sẵn tế cậu sẽ lấy đi rốt thê vì bà cáo tạ tía rằm mà đạ tá ốc bà chất tệ để năng cười bà cháy Maha Kusala 8 ចេតសិក38បច្ចយុបណ្ណៈតតេរមណៈចិត្ត11ហើយក្នុងបញ្ហាវិរៈទី3ហ្នឹងក៏ដែរចំណុចទី6ហ្នឹងគឺកុសលំណាហ្នឹងកុសលអសាតេតវិនន្តតេតាំងអរភៈណារាគោបច្ចតិរហូតមកហ្នឹងហើយអកុសលេនិរុទ្ធេអកុសលនឹងរលត់ទៅវិបាកោតតេរមណៈតាឧបច្ចតិហើយគុណចាស់សាក់សួរនៅក្នុងបច្ចយុបណ្ណៈនេះត្រង់តតេរមណៈចិត្ត11ហ្នឹងក្នុង11ហ្នឹង10ជាកុសលវិបាក1ជាអកុសលវិបាកណាក្នុង11ហ្នឹងណាចឹងគឺមានមហាវិបាក8ហើយ3ទៀតគឺជាអហេតុកវិបាកណាដែលជាមโนវិញ្ញាណប៉ុន្តែ2ជាកុសលវិបាកប្រកបដោយទេខាមួយប្រកបដោយសោមនស្សមួយតែមួយទៀតតែឯងដែលយើងនិយមហៅថាឧបេខាសន្តិរណៈអកុសលវិបាកនោះណានឹងគុណចាស់សរសេរថាអាត្មាមិនយល់ត្រង់បច្ចុប្បន្នដូចជាអហេតុកៈអកុសលវិបាកមโนវិញ្ញាណធាតុមួយដួងហ្នឹងណាដែលមាននៅមហាកុសលចិត្ត8ចិត្តសិក្សា8ជាអរមណបច្ច័យណានៅក្នុងកន្លែងហ្នឹងគូប្រគុណចាស់ឆ្ងល់អញ្ចឹងដែរទៀតណាហើយជាធัวដែលយើងមិនអាចនឹងដឹងបានណាពីព្រោះជាធัวដែលល្អិតល្អន់ព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងមកដល់ទៅតតេរមបណៈអីហ្នឹងណាគឺជាសភាពល្អិតល្អន់តលតែបញ្ញាដែលមានការចម្រើនឡើងហើយស្ងប់រងាប់ណានៅកិលេសដែលជាគ្រឿងបិទបាំងរារាំងនៅបញ្ញាដែលអាចដឹងអំពីសភាពនៃវិបាកដែលកើតបន្តអំពីជីវ័ននោះហ្នឹងហើយនៅក្នុងសេចក្តីនេះគ្រាន់តែប៉ុណ្ណេះទេយើងអាចយកសេចក្តីបានគុណចាស់ត្រង់ដែលថាពិតមែនអារម្មណ៍ហ្នឹងជាមហាកុសលតែវិបាកដែលកើតឡើងហ្នឹងតែដោយចំមេបច្ច័យរបស់វាហ្នឹងគឺវានៅលើកម្មជាបច្ច័យណាហ្នឹងដូច្នេះចំពោះអកុសលវិបាកវាមានអកុសលកម្មណាវាមានអកុសលកម្មជាបច្ច័យឲ្យកើតឡើងវាគ្រាន់តែក្នុងពេលហ្នឹងអារម្មណ៍ណាអារម្មណ៍វាជាកុសលណាហ្នឹងគ្រាន់តែប៉ុណ្្នឹងឯងណាព្រោះអង្គធ្វើវាចេញមកអញ្ចឹងតែដូចជាកុសលវាអាចជាអារម្មណបច្ច័យនៃអកុសលបានណាដោយអំណាចការសន្សំក្នុងសន្តានមកគឺអកុសលដែលកើតឡើងហ្នឹងវាមានអកុសលដែលសន្សំមកហ្នឹងជាឧបនិស្សយបច្ច័យហើយចំណែកអារម្មណ៍កុសលទេណាកុសលដោយទានដោយសិលតែវាជាអារម្មណ៍នាំឲ្យកើតលោភៈឲ្យកើតណាអកុសលផ្សេងផ្សេងចឹងទៅគណាដល់ទៅវិបាកអញ្ចឹងដែរតែវានៅលើអកុសលកម្មជាបច្ច័យឲ្យកើតឡើងនៅអកុសលវិបាកហ្នឹងគ្រាន់តែក្នុងពេលហ្នឹងអារម្មណ៍គឺវាជាកុសលហ្នឹងយើងយកសេចក្តីតាមហ្នឹងទៅណាហើយជាបន្តទៅទៀតនៅក្នុងបញ្ហាវិរៈទី4ណានៅក្នុងបញ្ហាវិរៈទី4ហ្នឹងយើង
បានសរសេរហើយក្នុងបាលីដែលជាប្រធាននោះណាគឺកុសលធម្មោអកុសលធម្មោអកុសលធម្មោអកុសលសៈធម្មសៈអរមណបច្ចយេនបច្ចយោហ្នឹងបច្ច័យហើយនឹងបច្ចយុបណ្ណៈអីគឺអកុសលទាំងអស់ដូចគ្នាណាអញ្ចឹងរួចហើយយើងដាក់ចំណុចទី1មកយើងចែកសេចក្តីហ្នឹងទៅណាដាក់លេខ1ក្នុងវងកញ្ចក់ណាដាក់លេខ1ក្នុងវងកញ្ចក់ហើយយើងសរសេររាកាំងណារាកាំងរាកាំងណាដកឃ្លាអារភៈរាកាំងអារភៈណាលុបអារភៈសិនណារាកាំងដកឃ្លាអាសាតេតេអភិនន្តតេណារាកាំងអាសាតេតេអភិនន្តតេណារាកាំងអាសាតេតេអភិនន្តតេតាំងអារភៈតាំងអារភៈរាគោដកឃ្លាឧបច្ចតេរាគោឧបច្ចតេរួចដាក់លៈតោមនសੰឧបច្ចតេតោមនសੰឧបច្ចតេណារួចហើយណារាកាំងអាសាតេតេអភិនន្តតេតាំងអារភៈរាគោឧបច្ចតេតេតេឧបច្ចតេវិជ្ជកិច្ឆាឧបច្ចតេឧទ្ធចាំងឧបច្ចតេមនសੰឧបច្ចតេណាចុះបន្តមកដាក់បច្ច័យណាយើងមើលយល់ហើយមិនបាច់ប្រែទេគឺបានន័យថារាគៈហ្នឹងវាជាតួបច្ច័យទៅណាក្រៅពីហ្នឹងគឺបច្ចុប្បន្នៈអញ្ចឹងបច្ច័យដាក់ណាបច្ច័យគូសញ្ញាស្មើមកណាបើកវងកញ្ចក់ដាក់រាកាំងបិទវងកញ្ចក់វិញណាលោកហៈមូលចិត្ត8លោកហៈមូលចិត្ត8ដួងលោកហៈមូលចិត្ត8ដួងណាលោកហៈមូលចិត្ត8ដួងចេតសិក22ណាចេតសិក22ណានឹងមិនចំពោះតែលោកភៈចេតសិកមួយតែឯងទេណាហ្នឹងគឺវាគ្រាន់តែមានលោកភៈហ្នឹងជាប្រធានប៉ុន្តែតួបច្ច័យហ្នឹងក្នុងហ្នឹងវាមានលោកភៈមូលចិត្ត8ចេតសិក22ក្នុងចេតសិក22ហ្នឹងយើងដឹងហើយអញ្ញសមាណាចេតសិក13ម៉ូចតុកៈ4ទៀតត្រូវជា17ណាហើយវាមានលោតិកៈ3ទៀតត្រូវជាប្រមាណណា20ណាហើយថៃណមិទ្ធៈ2ទៀត22ទៀតណាក្នុងអកុសលចេតសិក27គឺត្រូវវា5ទៀតវាតោចតុកៈគឺណាតោសោអ៊ីសាមច្ឆរិយៈកបច្ចៈហ្នឹងហើយហ្នឹងវិជ្ជកិច្ឆាណាវា5ចេញហើយចុះបន្តមកបច្ចុប្បន្នៈដូចហើយអកុសលចិត្ត12ដួងចេតសិក27ណាអកុស
សលចិត្ត12ដួងចេតសិក27ហ្នឹង27ហ្នឹងណា27ទៀតណាហ្នឹងវាមានទាំងអស់ព្រោះវាមានរាគោបច្ចតេទិដ្ឋិឧបច្ចតេវាមានសពគ្រប់ទាំងអស់ណាវិជិកិច្ឆាឧបច្ចតេឧទ្ធិចាំងឧបច្ចតេតោមនសង្ឃឧបច្ចតេអាហ្នឹងជាទូបច្ចយុបណ្ណៈណាប៉ុន្តែវាមានស្អីជាបច្ច័យគឺវាមានលោភៈជាបច្ច័យតាមពិតទៅធម្មៈដែលយើងសិក្សានេះមិនមែនជាធัวអីដាច់ដោយឡែកចេញពីជីវិតរបស់យើងទេកុំឲ្យថារៀនធัวហ្នឹងគឺរៀនអ្វីផ្សេងពីជីវិតណាជីវិតគឺជាធម្មៈធម្មៈគឺជាជីវិតយើងរៀនធម្មៈគឺរៀនពីជីវិតណារៀនទៅជាជំនួយឲ្យមានការរលឹកសិក្សាណារៀនទៅឲ្យចេះពិចារណារៀនទៅបានដឹងថាដូចជាលោភៈអញ្ចឹងដែលវាកើតឡើងវាអាចជាអារម្មណ៍របស់លោភៈក៏បានណាអារម្មណ៍របស់ទិដ្ឋិក៏បានប្រកាន់ថាខ្លួនអ្នកស្រឡាញ់ខ្លួនអ្នកជាប់ចម្ពាក់អញ្ចឹងទៅជាអារម្មណ៍របស់វិជិកិច្ឆាក៏បានណាសង្ស័យទៅក្នុងលោភៈហ្នឹងខ្លួនយើងមែនឬក៏មិនមែនអញ្ចឹងទៅជាអារម្មណ៍របស់ឧទ្ធិច្ចៈណានាំឲ្យរវើរវាយចិត្តនៅពេលពិចារណាដល់លោភៈទៅក៏រវើរវាយទៅណាព្រោះមានលោភៈហ្នឹងជាអារម្មណ៍ណារវើរវាយណាហ្នឹងហើយមានលោភៈជាអារម្មណ៍ទៅកើតទោមនស្សទៅដែលទោមនស្សនឹងលោភៈទេណាដែលទោមនស្សនឹងលោភៈទេនៅពេលលោភៈកើតឡើងទៅនឹកឃើញវាជាកិលេសដែលនៅមិនទាន់បានលះរកទោមនស្សនឹងលោភៈនឹងដែរទៅមែនទេណាហ្នឹងហើយបានទោមនស្សសង្ឃឧបច្ចតេកើតឡើងហ្នឹងណាដូចព្រះអនុរុទ្ធលោកដែលមិនទាន់បានសម្រេចហ្នឹងលោកនឹកដល់អាត្មាអញបានទិព្វចក្ខុមុនដំបូងលោកបានទិព្វចក្ខុណាដែលមិនតាន់បានជាព្រះអរហន្តលោកបានទិព្វចក្ខុព្រោះជាលោកកយៈភញ្ញាហ្នឹងរួចទៅលោកគិតថាអាត្មាអញខំប្រឹងប្រែងជាយាមដល់ក្រៃលែងប៉ុណ្ណឹងហើយនៅតែមិនតាន់អស់ទៅនៅអាសវៈកិលេសគឺណាហ្នឹងដល់ទៅព្រះសិរីបុត្រព្រះអង្គថាការដែលគិតថាអាត្មាអញនឹងមានចក្ខុជាទេពមើលឃើញដល់ទៅពាន់លោកធាតុបរិសុទ្ធជាងចក្ខុធម្មតាអានឹងគឺជាមានះរបស់លោកអានេះវាមានះកើតឡើងអញ្ចឹងទៀតនឹងព្រះសិរីបុត្រលោកជ្រាបអញ្ចឹងទៅហើយនៅពេលគិតថាអាត្មាអញនឹងខំប្រឹងប្រែងជាយាមដល់ក្រៃលែងហើយព្រះសិរីបុត្រចែកកន្លែងនឹងទៀតថានឹងជាឧទ្ធិច្ចៈរបស់លោកការវើរវាយហើយនៅតែមិនតាន់បានសម្រេចកើតការក្តៅក្រហាយអានឹងជាកុបច្ចៈរបស់លោកណាព្រះសិរីបុត្រងប់រំទូមានដល់ព្រះអនុរុទ្ធឲ្យស្គាល់ពីសភាពនៃចិត្តទាំងអស់ហ្នឹងឲ្យឃើញសភាពនៃធម៌ទាំងអស់ហ្នឹងទៅកាលណាបើធម៌ទាំងអស់ហ្នឹងវាប្រកបឡើងជាបរមត្តទៅវាប្រកបឡើងជាសភាវៈធម៌វាមិនមែនជាទូខ្លួនយើងណារលឹកសិក្សារឿយតលតែបញ្ញានឹងចម្រើនឡើងទៅជាវិបស្សនាញាណណាដូច្នេះនៅក្នុងអកុសលជាបច្ច័យនៃអកុសលហ្នឹងក៏យើងពិចារណាទៅដឹងបានព្រោះធម៌ហ្នឹងវាមានក្នុងជីវិតយើងរាល់ថ្ងៃណាវាមានក្នុងជីវិតរាល់ថ្ងៃរាគៈអាសាតេតេអភិនន្តតេហ្នឹងប្រែមកថាម៉េចប្រែមកថាបុគ្គលមានសេចក្តីរីករាយត្រេកអរភ្លើតភ្លើនទៅក្នុងរាគៈគឺណាតាំងអរភៈព្រោះប្រារព្ធនៅរាគៈនោះរាគោបច្ចតេរាគៈកើតឡើងទិដ្ឋិឧបច្ចតេទិដ្ឋិកើតឡើងចេកឆាឧបច្ចតេការសង្ស័យនឹងកើតឡើងវត្តចៈឧបច្ចតេការរវើរវាយនឹងកើតឡើងទោមនស្សសង្ឃឧបច្ចតេទោមនស្សនឹងកើតឡើងណាប៉ុណ្ណឹងយើងមើលក្នុងសេចក្តីហ្នឹងទៅយើងដឹងត្រែហើយណាព្រោះរាគៈហ្នឹងជាតួបច្ច័យរាគៈនេះណាហើយអាសាតេតេអភិនន្តតេរហូតមកហ្នឹងសិតតែបច្ចយុបណ្ណៈហើយ
chân đã lịch phí lịch phí trong vuông để chó tích thành nè tích thành tô sẽ đo chừng tho sẽ nào nè tích thành đó là tích thành sẽ đó là sẽ ấy sẽ ôm tiệt sẽ nè tích thành rồi tới xe đôi kia mà nè tích thành nè asha tê tê apinanda tê nè asha tê tê apinanda tê asha tê tê apinanda tê hết nè lạ đó rồi tôi môn chẳng nè nâng ơi đặt lạ vào đó ta châu nông lạ nâng chẳng ó ra nè đôi pì môn là chăm lại na khóc pì môn chăm nhường đã nè đã lạ đó lạ đó nè đã lạ đó hay sâu tử nè lạ nâng cứ ban đây thật đôi môn nè lấy bờ đắng sâu nào ta để thằng asha tê tê a phi nam tê tê a ra pe ria ko pa cha tê tê thế pa cha tê vi cha ke cha pa cha tê ốt thế trắng pa cha tê tô mà no sáng pa cha tê nam năng hả là ta sốt về nè nó chân mơ tì mùi tên á cho mơ tì mùi năng tới năng mơ tì mùi năng tới rồi tới cho mình tọt máu đã bạch cháy nè bạch cháy nè bạch cháy bạch cháy năng đã hả lột hẹ mù lệ chật nè bạch cháy năng cái tích thân năng thì lột hẹ mù lệ chất tích hẹ cả tạ xăm về giật buồn đường nè phải hãy lột hẹ mù lệ chất tích hẹ kẹ tạ xăm về giật tạ nè lột hẹ mù lệ chất tích hẹ cả tạ xăm về giật buồn đường nè lột hẹ mù lệ chất tích hẹ cả tạ xăm về giật nè nâng bây giờ thà lột hẹ tích hẹ cả tạ xăm về giật tích chất chứ các bạn lột hẹ mù lệ chất tích hẹ cả tạ xăm về giật buồn đường chết từ sắp một hay mùi nè chết từ sắp một hay mùi nè nhưng kịch rồi luôn anh tới bờ tận bàn thiên vì đào máu hay mùi nó xảy khạc chẳng hết á nè nâng về ở miền miền nè nè tì mũi về miền một hay pí mà pí về miền miền nè về miền lục hệ để thầy cái tạ về bị giật buồn pháo về miền miền nè ní về ở miền miền nè bạn là sao lại một hay mùi chơi để sập hết á nè lục hệ để thầy cái tạ lục hệ mùi để chết để thầy cái tạ xăm bị giật buồn đuống chơi để sập một hay mùi nè nâng để thà tích thân đâu rồi tới mau bạch nhiều bàn á đôi khi nè bạch nhiều bàn á thì trong tọt nó bạch nhiều bàn á cái sau này chết đập bị đuống chết để sập mà phi làm pì hay hay nè nó dân bị chán nam ở tịch hệ vô khơi khóc xe nâng rùm tàng ca vô khóc rột kरिệt miệt đa ọt côn bay đa ọt côn ấy chẳng tê nèឬក៏យល់ឃើញថាជាខ្លួនយើងកើតមកក្នុងលោកគឺណាទឹកភ័ក្រហ្នឹងណាដល់ចឹងវាជាអារម្មណ៍នៃក្តីត្រេកអររីករាយជាមួយនឹងទឹកភ័ក្រហ្នឹង
ណាអាសាតេតេអភិនន្តតេអីចឹងទៅត្រេកអររីករាយភ្លើតភ្លើនទៅនឹងទិដ្ឋិដែលប្រកាន់ថាជាខ្លួនហ្នឹងណារួចទៅរាគៈកើតឡើងត្រេកអរនឹងខ្លួនឯងហ្នឹងបាននេះបាននោះអីចឹងទៅត្រេកអរនឹងខ្លួនឯងកើតមកក្នុងលោកហ្នឹងណាសប្បាយចិត្តនឹងខ្លួនឯងរាល់ថ្ងៃហ្នឹងឃើញទេក៏ដែរណាអាហ្នឹងហើយគឺរាគោបច្ចតិកើតឡើងបច្ច័យគឺទិដ្ឋិណាទិដ្ឋិណានៅក្រំតែរួមទៅដោយសម្យុទ្ធធម៌ផងហើយស្អីទៀតទិដ្ឋិកើតឡើងទៀតគឺណាយល់ថាខ្លួនមែនណាបើអត់មានខ្លួនអ្នកណាធ្វើបន់បើអត់មានខ្លួនអ្នកណាទៅនិព្វានម្ល៉េះហើយគឺទិដ្ឋិហ្នឹងវាជាបច្ច័យហើយបច្ចុប្បន្នទិដ្ឋិទៀតគឺណាទិដ្ឋិហ្នឹងវាកើតឡើងព្រោះអាស្រ័យទិដ្ឋិហ្នឹងជាអារម្មណបច្ច័យណាបើដូចជាការដែលយើងមានកុសលកើតឡើងពិចារណាឃើញទិដ្ឋិវាជាទិដ្ឋិប៉ុន្តែវាមិនមែនជាសត្វជាបុគ្គលទេអាហ្នឹងទិដ្ឋិហ្នឹងវាជាអារម្មណបច្ច័យប៉ុន្តែមហាកុសលកើតឡើងណាជាសតិជាវិបស្សនាអាចកើតឡើងបានប៉ុន្តែដល់ទៅនេះគឺថាខ្លួនហ្នឹងវាមានមែនចឹងទៅរួចទៅវាមានការសង្ស័យវាមានឧទ្ធចៈវាមានតោមនស្សអីកើតឡើងជាហោហែធម្មតាចឹងទៅបានដាក់លេខ3លេខ3ក្នុងវងកញ្ចក់ហើយសរសេរវិជិកិច្ចឆាំងវិជិកិច្ចឆាំងណាវិជិកិច្ចឆាំងអត់ដាក់ស្អាទេដាក់សអំវិញណាវិជិកិច្ចឆាំងណាវិជិកិច្ចឆាំងណាដកឃ្លាអារភៈតែវិជិកិច្ចឆាំងអារភៈណាអត់មានអាសាតេតេអភិនន្តតេទេណានឹងព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងអញ្ចឹងណាយើងសិក្សាតាមនឹងទៅវិជិកិច្ឆាំងអារភៈវិជិកិច្ឆាឧបច្ចតិវិជិកិច្ឆាឧបច្ចតិណាវិជិកិច្ឆាឧបច្ចតិដកឃ្លាទិដ្ឋិឧបច្ចតិអត់មានរាគោឧបច្ចតិទេណាទិដ្ឋិឧបច្ចតិទិដ្ឋិឧបច្ចតិណាទិដ្ឋិឧបច្ចតិរួចហើយណាដកឃ្លាទៅឧទ្ធចាំងឧបច្ចតិឧទ្ធចាំងឧបច្ចតិឧទ្ធចាំងឧបច្ចតិរួចតោមនស្សង្ឃឧបច្ចតិទៅណាហើយណាតោមនស្សង្ឃហើយនៅណាត្រូវហើយអញ្ចឹងណាវិជិកិច្ឆាំងអារភៈវិជិកិច្ឆាឧបច្ចតិទិដ្ឋិឧបច្ចតិឧទ្ធចាំងឧបច្ចតិតោមនស្សង្ឃឧបច្ចតិណាចូលបន្តមកដាក់បច្ច័យណាមោហៈមូលចិត្តវិជិកិច្ឆាសម្បយុត្តមួយដួងមោហៈមូលចិត្តវិជិកិច្ឆាសម្បយុត្តមួយដួងមោហៈមូលចិត្តណាមោតអោហទៅណាមូលៈទៅមោហៈមូលៈមោសោលោទៅចិត្តទៅវិជិកិច្ឆាសម្បយុត្តណាតចឹងតចឹងវិជិកិច្ឆាសម្បយុត្តដែលសមោចឹងបយោសអតចឹងតសម្បយុត្តមួយដួងចេតសិក15ណាចេតសិក15ណាចេតសិក15ហ្នឹងយើងដឹងស្អីខ្លះហើយណា
អញ្ញសមាណាចេតសិកហ្នឹងមានតែដកទេណាគឺវាអីវាបៃតេវាឆន្ទៈវាអធិមកខៈនៅសល់10គឺសព្វចិត្តសាធារណៈចេតសិក7ហើយនឹងវិតកៈវិចារៈហើយនឹងវិរិយៈណា10ហ្នឹងរួចទៅបានមោចតុកៈហ្នឹងឯមោហោអហិរិកាណតបាំងអធិចੰ4ហើយវិចេកិច្ឆាមួយទៀតអញ្ចឹងអញ្ញសមាណាចេតសិក10អកុសលចេតសិក5រួមទៅជា15ហ្នឹងជាតួបច្ច័យមានវិចេកិច្ឆាហ្នឹងជាប្រធានណាអញ្ចឹងហើយដាក់បច្ចយុបបណ្ណៈណាបច្ចយុបបណ្ណៈរួចហើយទេរួចហើយណាបច្ចយុបបណ្ណៈសរសេរអកុសលចិត្ត8ដួងណាអកុសលចិត្ត8ដួងណាអកុសលចិត្ត8ដួងបើកវងកញ្ចក់វាលោភៈមូលចិត្តវាលោភៈមូលចិត្តទិដ្ឋិកតវិបយុត្ត4ដួងវាលោភៈមូលចិត្តទិដ្ឋិកតវិបយុត្តទិដ្ឋិកតវិបយុត្ត4ដួងណាហើយវាទិដ្ឋិកតណាវាលោភៈមូលចិត្តទិដ្ឋិកតវិបយុត្ត4ដួងណាបិទវងកញ្ចក់វិញចេតសិក26ណាចេតសិក26ចេតសិក26ណាបើកវងកញ្ចក់ទៅវាមាននេះណាបិទវិញទៅណាចេតសិក26វាមាននេះណាវាមាននេះមានកុំចុច2មាននេះសេមូល2ទៅណាស្អាតណាស្អាតមាននេះណាបិទវងចោលវិញណាតាមពិតទៅណាវិចេកិច្ឆាក៏អាចជាអារម្មណ៍នៃលោភៈបានដែរតែក្នុងទីនេះព្រះអង្គមិនបានសម្ដែងណាគឺបើយើងសិក្សានៅក្នុងព្រះអភិធម្មជាទូទៅគឺវាមានអញ្ចឹងហើយលោភៈវាមានអារម្មណ៍ទាំងអស់ឲ្យតែជាលោកយៈអត់មានវាចេកិច្ឆាឧទ្ធិចៈឬក៏តោមនស្សអីទេណាប៉ុន្តែបាលីដែលព្រះអង្គទ្រង់សម្ដែងនេះគឺដកណាអាសាតេតេអភិនន្តតេអញ្ចឹងទៅត្រូវដករាគោឧបច្ចតេជាការសម្ដែងឲ្យឃើញថាដោយចំពោះខ្លួនយើងដែលមានការសង្ស័យណាយើងសង្ស័យទៅក្នុងអីមួយហើយធម្មតាយើងមិនដែលទៅរីករាយនឹងការដែលយើងសង្ស័យទេយើងសង្ស័យនឹងគុណព្រះពុទ្ធធម៌ប្រសង្ឃសង្ស័យនឹងរឿងកម្មផលសង្ស័យនឹងធម៌បរិបត្តិរួចទៅយើងទៅត្រេកអររីករាយនឹងដែលយើងសង្ស័យវាមិនដែលមានណាអាហ្នឹងគឺព្រះអង្គទ្រង់បញ្ជាក់កន្លែងហ្នឹងណាប៉ុន្តែជាទូទៅណាជាទូទៅវាមានវាអាចមានកើតឡើងជួនកាលក៏ការសង្ស័យរបស់អ្នកដទៃក៏វាអាចជាអារម្មណ៍នាំឲ្យយើងរីករាយត្រេកអរអញ្ចឹងទៅនឹងការដែលគេសង្ស័យតែក្នុងទីនេះគឺព្រះអង្គទ្រង់បញ្ជាក់ឲ្យឃើញថាវាមិនមែនជាអារម្មណ៍ដែលគួរឲ្យរីករាយត្រេកអរទៅទេប្រដីនៃជីវិតនេះវាត្រេកអររីករាយទៅជាមួយនឹងលោភៈជាមួយនឹងទិដ្ឋិហើយមកដល់វិចេកិច្ឆាមកដល់ឧទ្ធិចៈមកដល់តោមនស្សគឺអត់មានអាសាតេតេអភិនន្តតេទេនឹងដែលព្រះអង្គទ្រង់សម្ដែងណាហ្នឹងក៏យើង
គួរបានជ្រាបទៅតាមនឹងតាមដែលព្រះអង្គសម្ដែងជាបាលីបកស្រាយមកហ្នឹងពិតមែនតែមិនគ្រប់អង្គធัวទាំងអស់ក្នុងព្រះអភិធម្មតែព្រះអង្គសម្ដែងជាពិសេសចំពោះចំណុចសំខាន់ដែលគួរដល់ការរលឹកដែលគួរដល់ការសិក្សាណាហ្នឹងហើយនៅក្នុងបច្ចយុប្បន្នធัวយើងយល់ហើយអកុសលចិត្ត8ដួងហ្នឹងគឺអីខ្លះអកុសលចិត្ត8ដួងគឺអីខ្លះបងនិតអីខ្លះ8ដួងហ្នឹងលោភៈមូលចិត្តទិដ្ឋិកតសម្បយុត្ត4ដួងហើយទៀតទោសៈ2ដួងមោហៈ2ដួងណាហ្នឹងតែចឹងហើយដាក់ទី4ទី4ដាក់ឧទ្ធេចੰណាអារភៈឧទ្ធេចੰឧបច្ចតិណាឧទ្ធេចੰអារភៈឧទ្ធេចੰឧបច្ចតិណាឧទ្ធេចੰអារភៈឧទ្ធេចੰឧបច្ចតិណាហើយណាដកឃ្លាទិដ្ឋិណាទិដ្ឋិដាក់ខណ្ឌមួយទៅទិដ្ឋិខណ្ឌហ្នឹងគឺឧបច្ចតិណាវិទៅណាវិចេកិច្ឆាណាវិចេកិច្ឆាខណ្ឌទៅណារួចហើយតោមនោសੰឧបច្ចតិណាយកទៅមើលតែចំណាំទៀតចំណាំថាស្អីមុនតាមបៃដកហ្នឹងណាបើមិនយល់បើកបៃដកមើលទៅនេះបៃដកលេខ94ណាបើថាអត់មានទៅរកមើលនៅផ្សារបាត់ដំបងមានគេលក់ទិញមកក្បាលហ្នឹងមកទៅ94ហ្នឹងទៅណាបាលីមានទាំងអស់ណាបាលីមានទាំងអស់ក្នុងលេខ94ហ្នឹងយកទៅមើលទៅប្រែងថ្ងៃណាលោកគ្រូហៅខុសប្រាប់លោកគ្រូវិញណានៅតាមបៃដកហ្នឹងហើយអញ្ចឹងយើងចូលទៅណាឧទ្ធេចੰអារភៈឧទ្ធេចੰឧបច្ចតិទិដ្ឋិឧបច្ចតិវិចេកិច្ឆាឧបច្ចតិតោមនោសੰឧបច្ចតិហើយណាអញ្ចឹងដាក់បច្ច័យមោហៈមូលចិត្តឧទ្ធេចៈសម្បយុត្ត1ដួងណាមោហៈមូលចិត្តឧទ្ធេចៈសម្បយុត្តណាឧទ្ធេចៈសម្បយុត្តណាឧទ្ធេចៈសម្បយុត្ត1ដួងចេតសិក15ចឹងចុះបន្តមកបច្ចយុប្បន្នគូសញ្ញាស្មើទៅអកុសលចិត្ត8ដួងណាអកុសលចិត្ត8ដួងបើកវងចរវាបើកវងចរទៅវាលោភៈវាលោភៈលោសអោខោណាវាលោភៈ
tịch thể vị tịch thể vị là vị chẳng là ban đây vị nó tham mệnh không bạn lô khẽ tịch thế vị ấy khó thì mấy cái mình mơ thố vì từ na từ vì chạy cái cha từ vì bài ná vết bây giờ là chẳng sẽ on hơn bà chứ là lô khẽ tịch thế vết bây giờ là sẽ cảm tay tay nó từ lô khẽ mùi chất tịch thế cả ta vết bây giờ nó dần sẽ lô khẽ tịch thế vết bây giờ chẳng tới buồn buồn đường bật buồn trọ mình người miền vị chạy cái chai nó mà nơi trong lục khẽ người miền vị ba ấy mà nơi trong lục khẽ lắm lục khẽ tịch thế ví anh đang chân đăng ai cứ vết bị giật ai lục khẽ xăm bát chọi muối anh đang đăng xăm bị giật ai lấy dân xe thằng họ chẳng tới lục khẽ tịch thế vết bị giật buồn đường bật buồn trọ mình á là ai chết được sắp một hay của môi chế chọi mùi tới hay của mùi mà chúng ta sẽ so cắt nó nghe riêng chiang thèm chết được sắp hay của mùi đôi khi bà lấy để xe ốt thể chăng Ả Rập hay ốt thể chăng của ba chợ tê rồi tới xe đã nói thà tịch hệ khăn cái đó anh đang sưu ở dân Việt Nam đó cái dân Việt Nam ở tịch hệ ở ba chợ tê dân đang này đó tịch hệ rồi tới sẽ tiết tịch hệ rồi tới vì chạy cái cha rồi tới ở miền ốt thể cha cái đấy rồi về miền rồi ai về miền hàng đào rồi ấy trôi tới tô mà nó xả cái đó tô mà nó sang một ba chợ tê năng hay ấy chẳng đã mùi tiết tì phẩm án tì pram tì pram đã xe tới tô mà nó sáng Ả Rập hết tô mà nó sáng ốc bát chệ tệ tô mà nó sáng đỏ khía Ả Rập hết đỏ khía tô mà nó sáng đỏ khía ốc bát chệ tệ hay ấy tô mà nó sáng Ả Rập hết tô mà nó sáng ốc bát chệ tệ đỏ khía tới sẽ to raទៀតត្រូវrồi kịch thế khánh kịch thế rồi đã khánh tới vì chạy cái chá khánh tới ốt thể chẳng đọc lĩa ổ bà chất tệ chlak nè kịch thế khánh vì chạy cái chá khánh ốt thể chẳng đọc lĩa ổ bà chất tệ hay ấy tô mẹ nó sang Ả Rập phe tô mẹ nó sang ô bát chè tê tết thế ô bát chè tê vì chè cây cha ô bát chè tê ốt thè chang ô bát chè tê mấy công tô mẹ nó sang ô bát chè tê tiệt nó bị men thẳng môn hai chẳng nâng chập bị thì bày máu nó bị chạy cái chăng nó cứ thật sạc này ấy dân Trần Năm cái lại nâng đó nó bị dân sốt dân Trần Năm bàn rồi thối dân chơi hay và có đó Trần Năm ta sốt ấy môn chẳng hay thì làm đấy bạch cháy